ទីក្រុងគៀវបន្ទាប់ពីដាក់សំណើទៅអាមេរិកដើម្បីឲ្យមានបទឈប់បាញ់រយៈពេល30ថ្ងៃអ៊ុយក្រែនថ្លែងថានៅពេលនេះការសម្រេចចិត្តស្ថិតនៅក្នុងដៃរបស់រុស្ស៊ីដើម្បីទទួលយកសំណើនេះឬយ៉ាងណាការថ្លែងដូច្នេះបន្ទាប់ពីរុស្ស៊ីទើបតែវាយប្រហារអ៊ុយក្រែនថ្មីនិងបន្ទាប់ពីបិទបញ្ចប់កិច្ចជំនួបទ្វេភាគីរវាងអ៊ុយក្រែននិងអាមេរិកនៅអារ៉ាប៊ីសាអូឌីតភាគីទាំងពីរបង្ហាញការពេញចិត្តនឹងលទ្ធផលនៃកិច្ចជំនួបនេះបន្ទាប់ពីអ៊ុយក្រែនបង្ហាញជំហរចង់បិទបញ្ចប់សង្គ្រាមនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានលោកត្រាំក៏ត្រៀមផ្ដល់ជំនួយយោធានិងព័ត៌មានសម្ងាត់ឡើងវិញដូចនេះបើរុស្ស៊ីមិនទាន់សម្រេចចិត្តទទួលយកបទឈប់បាញ់ទេអ៊ុយក្រែនអាចមានអាវុធនិងព័ត៌មានពេញដៃសម្រាប់ទល់ទល់ជាមួយរុស្ស៊ីអ៊ុយក្រែនប្រកាសថាខ្លួនត្រៀមទទួលយកបទឈប់បាញ់នេះហើយសំខាន់ឲ្យតែរុស្ស៊ីយល់ព្រមទទួលយកដែរនេះជាការបោះជំហានដ៏សំខាន់ដើម្បីឈានទៅរកការធានាសន្តិសុខជាតិដ៏ពិតប្រាកដនិងរៀបចំលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពឥឡូវនេះការសម្រេចចិត្តស្ថិតនៅក្នុងដៃរបស់រុស្ស៊ីពិភពលោកកំពុងរង់ចាំមើលថាតើនរណាចង់បិទបញ្ចប់សង្គ្រាមពិតប្រាកដហើយនរណាចង់បណ្ដេតបណ្ដោយពេលវេលាអ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាទីក្រុងម៉ូស្គូត្រៀមស្ដាប់លទ្ធផលនៃកិច្ចជំនួបនៅអារ៉ាប៊ីសាអូឌីតនិងកំពុងរៀបចំសេចក្តីថ្លែងការណ៍ជាផ្លូវការដោយប្រយ័ត្នប្រយែងអ្នកនាំពាក្យរូបនេះថ្លែងថារុស្ស៊ីមិនចង់ធ្វើជាអ្នកដើរមុខគេនៅក្នុងបទឈប់បាញ់នេះទេរុស្ស៊ីចង់ស្ដាប់សម្ដីផ្ទាល់របស់ទីក្រុងវ៉ាស៊ីនតោនជាមុនសិនលោកពេស្កូសថ្លែងថាការសន្ទនាគ្នាកម្រិតកំពូលតាមទូរស័ព្ទរវាងត្រាំនិងពូទីនអាចនឹងត្រូវធ្វើអ៊ុយក្រែនកំពុងបង្ហាញថាខ្លួនត្រៀមខ្លួនទទួលយកសន្តិភាពប៉ុន្តែទន្ទឹមនឹងនោះអ៊ុយក្រែននៅតែទាមទារឲ្យអាមេរិកផ្ដល់ការធានាសន្តិសុខជាតិរបស់ខ្លួនបើមិនដូច្នេះទេពួកគេបារម្ភថាសង្គ្រាមនឹងផ្ទុះឡើងសារជាថ្មីអ៊ុយក្រែននៅតែសង្ស័យថារុស្ស៊ីមិនចង់បញ្ចប់សង្គ្រាមទេដូច្នេះអ៊ុយក្រែនសូមជំរុញឲ្យអាមេរិកកុំធ្វេសប្រហែសឲ្យសោះចំពោះទង្វើរបស់ម៉ូស្គូលោកសេឡិនស្គីសរសេរនៅលើ Telegram ថាលោកទទួលយកបទឈប់បាញ់រយៈពេល30ថ្ងៃលោកយល់ថានេះជារឿងវិជ្ជមានលោកត្រៀមខ្លួនទទួលយកសេណារីយ៉ូនេះលោកសូមឲ្យអាមេរិកនិយាយបញ្ចុះបញ្ចូលរុស្ស៊ីដើម្បីទទួលយកសំណើនេះចំពោះសំណួរថាតើបទឈប់បាញ់អាចនឹងកើតមាននៅពេលណាលោកត្រាំសង្ឃឹមថាអាចនឹងកើតមាន2 ឬ 3ថ្ងៃទៀតលោកថ្លែងថាក្រុមការងាររបស់អាមេរិកនឹងជួបរុស្ស៊ីនៅថ្ងៃស្អែកហើយសង្ឃឹមថានឹងមានការសន្ទនាគ្នាសំខាន់កើតឡើងនាយករដ្ឋមន្ត្រីអង់គ្លេសថ្លែងថានៅពេលនេះគ្រាប់បាល់កំពុងស្ថិតនៅក្នុងដៃរបស់រុស្ស៊ីប្រភពពីខាងរដ្ឋាភិបាលអង់គ្លេសបង្ហើបឲ្យដឹងថាអង់គ្លេសបានចូលរួមយ៉ាងសកម្មនៅពីក្រោយវាំងននដើម្បីជំរុញឲ្យមានបទឈប់បាញ់នាយករដ្ឋមន្ត្រីអង់គ្លេសយល់ថានេះជាពេលវេលាសំខាន់ដែលអ៊ុយក្រែនត្រូវមានសន្តិភាពយើងត្រូវតែជួយជ្រោមជ្រែងឲ្យបានស្រាក់ស្រាមទាំងអស់គ្នាដើម្បីនាំយកសន្តិភាពដ៏យូរអង្វែងនិងកាន់តែឆាប់តាមដែលអាចធ្វើទៅបាន